បាទឥឡូវនេះខ្ញុំកំពុងតែរៀបចំចេញដំណើរពីរាជធានីភ្នំពេញទៅកាន់ជីផាតនៃទឹកដីកោះកុងហើយខ្ញុំបានចេញដំណើរនៅវេលាម៉ោង 4 ព្រឹកហើយទៅចាំមិត្តភ័ក្តិនៅឯក្រាស់សាំង PTT ហើយនៅពេលដែលខ្ញុំបានទៅដល់ក្រាស់សាំង PTT ពលានយន្តហោះពោធិ៍ចិនតុងហ្នឹងខ្ញុំឃើញថាពុកម៉ែបងប្អូនជាច្រើនដែលគាត់នឹងធ្វើដំណើរទៅកាន់រមណីយដ្ឋាននានាហើយអ្នកខ្លះក៏ទៅស្រុកទៅស្រែដែរអញ្ចឹងឃើញថាមានភាពអ៊ូអរខ្លាំងមែនទែនហើយបន្ទាប់ពីនឹងមកមិត្តភក្តិខ្ញុំបានមកដល់ហើយក៏បន្តដំណើរទៅទៀតហើយបន្ទាប់មកពួកយើងបានធ្វើដំណើរមកដល់ខេត្តកំពង់ស្ពឺហើយក៏មានអារម្មណ៍តាហែលដែរអញ្ចឹងនាំគ្នាចូលសេវ៉ានដើម្បីទិញអាហារពេលព្រឹកហើយក៏នាំគ្នាញ៉ាំហើយបើដោយសារតែពួកយើងត្រូវធ្វើដំណើរទៅវែងឆ្ងាយទៀតហើយតាមផ្លូវមកមានអារម្មណ៍យ៉ាងម៉េចដែរមានអារម្មណ៍ថាសប្បាយអត់ដែលស្ដប់មកលើកទី1លើកទី1បាទហើយចាំផ្លូវទៅផ្ទះវិញអត់ចាំអត់ចាំមាន Google Map មិនវិញពីរដងជីកប៉ាទឹកឆ្លងមហាសមុទ្រមិនមហាទឹកព្រែកហើយជីអបមួយទឹកជីអបមានលើអាកាសចាំជួយអានេះមានលើអាកាសហើយគឺអត់ដែរអបនេះមានតែមួយហើយមានតែតុកយកមួយដែលផលិតនៅប្រទេសស្វាយរៀងទៅចោលជុំគ្នានៅវីដេអូបន្តទៀតអូខេចាក់បានមិញមក3គាត់នេះទៅច្រត់ហើយ1គាត់គីឡូអត់ទេ100បាទអរគុណបងទៅញ៉ៃចិត្តពេលដល់ញ៉ាំនិយាយទៅចិត្តយីមិនដែរនិយាយមែនដែរគាត់ថាតិចទៅហើយនៅជីផាត់សម្រាប់ខែនេះគឺអត់សូវមានទឹកទេតែទឹកមកល្មមយើងអាចលេងបានប៉ុណ្ណឹងគួរសមហើយបើមិនជាខែទឹកខ្លាំងគឺយើងពិបាកនឹងលេងកន្លែងហ្នឹងហើយសម្រាប់រថយន្តម៉ូតូអីក៏ពិបាកនឹងឆ្លងកាត់នៅកន្លែងហ្នឹងផងដែរការខ្ញុំមកលើកទី1ហ្នឹងគឺថាមានទឹកច្រើនហើយស្អាតប៉ុន្តែខ្ញុំអត់ហ៊ានចុះលេងនៅកន្លែងទឹកធ្លាក់ទឹកជ្រោះធ្លាក់នៅខាងក្រោមហ្នឹងទេហើយគឺខ្ញុំលេងតែនៅខាងលើទឹករាក់ៗហ្នឹងទេប៉ុន្តែសម្រាប់លើកនេះគឺថាទឹកមកល្មមលេងមកស្រួលលេងហើយត្រជាក់ស្រួលខ្លាំងមែនទែនអញ្ចឹងខ្ញុំអាចចុះទៅលេងនៅក្រោមបានហើយដាំបាយដាំទឹកញ៉ាំលេងនៅហ្នឹងហើយបន្ទាប់ពីការធ្វើអីញ៉ាំនៅកន្លែងហ្នឹងហើយក៏យើងមិនភ្លេចនៅការសម្អាតនៅទីតាំងកន្លែងនោះផងដែរបន្ទាប់ពីលេងទឹកហត់ពួកយើងបាននាំគ្នាមកកាយដលងដែលពួកយើងបានដុតនៅក្រោមថ្មហើយនិយាយថារសជាតិដលងដែលយើងដុតនៅក្រោមថ្មវាក្តៅបែបធម្មជាតិហើយនឹងដំឡូងដែលយើងស្ងោរគឺមានរសជាតិខុសគ្នាហើយដំឡូងដែលយើងបានដុតនៅក្រោមថ្មគឺមានរសជាតិឆ្ងាញ់ជាងដំឡូងដែលយើងស្ងោរបាទហើយពួកយើងក៏បាននាំគ្នាញ៉ាំអាហារពេលល្ងាចនៅខាងក្រោមនៅកន្លែងដែលយើងធ្វើម្ហូបហ្នឹងជុំគ្នាតែម្ដងបាទណាត់គ្នាប្រយុទ្ធអត់ករងទេអត់កម្រងទេហើយមានកម្រងបានដើរលេងអត់បានដេកហើយបានដើរលេងបបសោតដែលធ្លាប់ធ្វើដំណើរវាធម្មតាដោយសារយើងមានបបសោតអានឹងច្រើនដែរអញ្ចឹងយើងថែងយើងឡើងតាន់ណាអញ្ចឹងអារលាក់តាក់តងនឹងរលាក់តាក់តងនឹងដីហុយវាជារឿងធម្មតាចូលសួតតិចតួចតាក់តងមួយការធ្វើដំណើរតាមផ្លូវនេះដោយសារមានបញ្ហាឡានធំពួកយើងគឺធ្វើការប្រុងប្រយ័ត្នខ្ពស់ខ្លាំងមែនទែនអញ្ចឹងបើសិនជាបងប្អូនណាដែលមានគោលបំណងចង់មកដើរលេងអីសូមជឿយាមប្រុងប្រយ័ត្នក្នុងការធ្វើដំណើរព្រោះអីពួកយើងធ្វើដំណើរផ្លូវឆ្ងាយអញ្ចឹងការប្រុងប្រយ័ត្នគឺខ្ពស់ខ្លាំងមែនទែន
តង់ហើយក៏មិនទាន់ដេកដែរព្រោះអត់ដឹងថាត្រូវដេកពីសាំងអីមិនគ្នាពីរនាក់គឺដេកហើយយើងអត់ដឹងថាយើងធ្វើអីទេព្រោះយើងមិនមកតង់ស៊ីដេកតទៀតយ៉ាបាទនេះគឺជាសកម្មភាពពេលព្រឹកដែលយើងនៅពីគេងមកមិនតាន់ធ្វើអីទេគឺនាំគ្នាទៅមួយទឹកលេងហើយនឹងលោតទឹកលេងផងដែរបាទបន្ទាប់ពីនឹងមកពួកយើងបានធ្វើដំណើរឆ្ពោះទៅខេត្តកំពតហើយនឹងកែបហើយមកកាន់រាជធានីភ្នំពេញវិញពីញ៉ាំអាហារពេលល្ងាចនៅកែបរួចរាល់ពួកយើងបានបន្តដំណើរមកកាន់រាជធានីភ្នំពេញវិញជួបគ្នាទៀតទៅ